3 អត្ថប្រយោជន៍សុខភាពគួរឲ្យចាប់អារម្មណ៍នៃម្នាស់ម្នាស់គឺជាផ្លែឈើត្រូពិកដែលមានរសជាតិឆ្ងាញ់និងជួយឲ្យមានសុខភាពល្អវាមានដើមកំណើតនៅអាមេរិកខាងត្បូងផ្លែឈើដ៏ពេញនិយមនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុមានប្រយោជន៍ផ្សេងទៀតដូចជាអង់ស៊ីមដែលអាចប្រឆាំងនឹងការរលាកនិងជំងឺម្នាស់និងសមាសធាតុផ្សំរបស់វាត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍សុខភាពជាច្រើនរួមទាំងជំនួយដល់ការរំលាយអាហារបង្កើនភាពស៊ាំនិងបង្កើនល្បឿននៃការជាសះស្បើយពីការវះកាត់ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យចាប់អារម្មណ៍8យ៉ាងរបស់ម្នាស់ 1. ផ្ទុកដោយសារធាតុចិញ្ចឹមម្នាស់មានកាឡូរីទាបប៉ុន្តែមានទម្រង់សារធាតុចិញ្ចឹមគួរឲ្យចាប់អារម្មណ៍ការសិក្សាបានរកឃើញថាត្រឹមតែទម្ងន់165ក្រាមនៃម្នាស់មានផ្ទុកដូចជាកាឡូរី 82.5 ខ្លាញ់ 1.7 ក្រាមប្រូតេអ៊ីន 1 ក្រាមកាបូអ៊ីដ្រាត 21.6 ក្រាមជាតិសរសៃ 2.3 ក្រាមបន្ថែមពីនោះវាផ្ទុកសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប្រចាំថ្ងៃដោយគិតជាភាគរយមានដូចជាវីតាមីន C 131%ម៉ង់កាណេស 76%វីតាមីន B6 9%ស្ពាន់ 9% ប៉ូតាស្យូម 5% ម៉ាញ៉េស្យូម 5% អាស៊ីតផេនតូទីនិក 4% ជាតិដែក 3% 2. មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺម្នាស់មិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេពួកវាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសុខភាពល្អផងដែរសារធាតុប្រឆាំងអុកស៊ីតកម្មគឺជាម៉ូលេគុលដែលជួយរាងកាយរបស់អ្នកប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មភាពតានតឹងអុកស៊ីតកម្មគឺជាស្ថានភាពមួយដែលមានរ៉ាឌីកាល់សេរីច្រើនពេកនៅក្នុងខ្លួនរ៉ាឌីកាល់សេរីទាំងនេះធ្វើអន្តរកម្មជាមួយកោសិការបស់រាងកាយនិងបណ្ដាលឲ្យខូចខាតដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាករ៉ាំរ៉ៃប្រព័ន្ធភាពស៊ាំចុះខ្សោយនិងជំងឺគ្រោះថ្នាក់ជាច្រើនទៀតម្នាស់គឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមនិងជំងឺមហារីកមួយចំនួន 3. អង់ស៊ីមរបស់វាអាចសម្រួលដល់ការរំលាយអាហារម្នាស់មានក្រុមអង់ស៊ីមរំលាយអាហារដែលគេស្គាល់ថាជាប្រូមេឡែនពួកវាមានមុខងារជាប្រូតេអ៊ីនដែលបំបែកម៉ូលេគុលប្រូតេអ៊ីនដូចជាអាស៊ីតអាមីណូនិងពេប្ទីដេសតូចៗនៅពេលដែលម៉ូលេគុលប្រូតេអ៊ីនត្រូវបានបំបែកពួកវាកាន់តែងាយស្រួលឆ្លងកាត់ពោះវៀនតូចនេះអាចមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលមានលំពែងដែលជាស្ថានភាពលំពែងមិនអាចបង្កើតអង់ស៊ីមរំលាយអាហារបានគ្រប់គ្រាន់ 4. អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមហារីកគឺជាជំងឺរ៉ាំរ៉ៃដែលកំណត់ដោយការលូតលាស់កោសិកាដែលមិនអាចគ្រប់គ្រងបានការវិវត្តរបស់វាត្រូវបានផ្សារភ្ជាប់ជាទូទៅនឹងភាពតានតឹងអុកស៊ីតកម្មនិងការរលាករ៉ាំរ៉ៃការសិក្សាជាច្រើនបានបង្ហាញថាម្នាស់និងសមាសធាតុផ្សំរបស់វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកនេះគឺដោយសារតែពួកគេអាចកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មនិងកាត់បន្ថយការរលាក 5. អាចបង្កើនភាពស៊ាំនិងទប់ស្កាត់ការរលាកម្នាស់គឺជាផ្នែកមួយនៃឱសថបុរាណអស់ជាច្រើនសតវត្សមកហើយវាផ្ទុកនូវវីតាមីនសារធាតុរ៉ែនិងអង់ស៊ីមជាច្រើនប្រភេទដូចជាប្រូមេលៀនដែលអាចជួយពង្រឹងភាពស៊ាំនិងទប់ស្កាត់ការរលាក 6. អាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់មានជំងឺរលាកសន្លាក់ជាច្រើនប្រភេទប៉ុន្តែភាគច្រើននៃពួកវាគឺពាក់ព័ន្ធនឹងការរលាកនៅក្នុងសន្លាក់ដោយសារផ្លែម្នាស់មានផ្ទុកសារធាតុប្រូមីលិនដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកវាត្រូវបានគេគិតជាទូទៅថាអាចផ្ដល់ការបន្ថយការឈឺចាប់សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ 7. អាចជួយឲ្យឆាប់ជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ឬធ្វើលំហាត់ប្រាណខ្លាំងការទទួលទានម្នាស់អាចកាត់បន្ថយពេលវេលាដែលត្រូវការដើម្បីជាសះស្បើយពីការវះកាត់ឬលំហាត់ប្រាណភាគច្រើនដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់ប្រូមេឡែនដែលមានផ្ទុកនៅក្នុងម្នាស់ការសិក្សាជាច្រើនបានបង្ហាញថាប្រូមេឡែនអាចកាត់បន្ថយការរលាកហើមស្នាមជាំនិងការឈឺចាប់ដែលជារឿយៗកើតឡើងក្រោយការវះកាត់ 8. ឆ្ងាញ់និងងាយស្រួលបន្ថែមនៅក្នុងរបបអាហារម្នាស់មានរសជាតិផ្អែមនិងងាយស្រួលក្នុងការបញ្ចូលទៅក្នុងរបបអាហាររបស់អ្នកពួកវាមានតម្លៃសមរម្យនិងអាចរកបានពេញមួយឆ្នាំនៅលើទីផ្សារ